ប្រសិនបើយើងកាត់បន្ទះក្តារនិងម៉ូទ័រកាត់ធម្មតាហើយដៃរបស់យើងប៉ះនឹងផ្លែរបស់វាប្រកាសណាស់ដៃរបស់យើងនឹងត្រូវកាត់ផ្ដាច់ប៉ុន្តែប្រសិនបើយើងប្រើម៉ូទ័រដែលល្អទាន់សម័យហើយទំនើបត្រូវបានផលិតឡើងដែលមានមុខងារយ៉ាងពិសេសវាដឹងពីភាពខុសគ្នារវាងឈើនិងស្បែករបស់មនុស្សម៉ូទ័រកាត់ពិសេសទាំងនេះត្រូវគេប្រើ sensor ដើម្បីចាប់ឬ scan ស្បែកដៃរបស់យើងពេលដែលម្រាមដៃរបស់យើងប៉ះនឹងផ្លែម៉ូទ័រវាបង្កឲ្យមានប្រតិកម្មមេកានិកដែលបញ្ឈប់ម៉ូទ័រភ្លាមតិចជាង5វិនាទីវាបង្កើតថ្មីដែលមិនគួរឲ្យជឿវាការពារការរងរបួសធ្ងន់ធ្ងរតោះទៅមើលម៉ូតូពេទ្យវិញម្ដងមើលទៅសកម្មភាពរបស់លោកគ្រូពេទ្យកាត់ដូចមិនខ្លាចប៉ះស្បែករបស់អ្នករបួសបន្តិចសោះហើយអ្វីបានជាផ្លែម៉ូទ័រមិនប៉ះពាល់ដល់ស្បែកអ្នករបួសអ្នកទាំងអស់គ្នាប្រហែលជាគិតថាលោកគ្រូពេទ្យជំនាញនិងមានបទពិសោធន៍យូរឆ្នាំប៉ុន្តែអាចកំបាំងពិតប្រាកដនោះគឺស្ថិតនៅក្នុងការផលិតម៉ូទ័រនោះទេម៉ូទ័រពេទ្យមួយនេះមិនដូចម៉ូទ័រកាត់ឈើពីដើមវីដេអូនោះទេដោយម៉ូទ័រពេទ្យវាមិនវិលទេគឺវាញ័ររំញ័រទាំងនេះគឺខ្លាំងល្មមកាត់សម្ភារៈរឹងដូចជាឧបករណ៍រុំរបួសជើងប៉ុន្តែវាមិនបង្កគ្រោះថ្នាក់ដល់សម្ភារៈទន់និងយឺតដូចជាស្បែករបស់មនុស្សនោះទេធ្មេញរបស់ផ្លែម៉ូទ័រពេទ្យមិនអាចកាត់ស្បែកពេលញ័របានទេដូច្នេះជំនួសឲ្យការកាត់វាគ្រាន់តែរុញស្បែកទៅក្រោយតែប៉ុណ្ណោះឧបករណ៍មិនគួរឲ្យជឿទាំងពីរនេះដែលនីមួយៗត្រូវបានរចនាឡើងដំណើរការយ៉ាងល្អខណៈពេលប្រើវាការពារយើងឲ្យមានសុវត្ថិភាពក្នុងវិធីសាស្ត្រផ្សេងៗគ្នា